បាទសូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបាទជាងកត្រៃធំសូមបង្ហាញពីរបៀបកាត់សក់បាទជូនបងប្អូនទេសនាទាំងស្រុងបាទនេះជាប្រភេទឡុងសុងបងប្អូនណាហើយតម្រង់សក់ប្រកបស្អាតមែនតែនបងប្អូនកាត់រួចបាទមើលទៅពេញចិត្តតែម្ដងហើយសក់មួយបងប្អូនណាអ្នកខ្លះចង់បានសក់ដូចគាត់ដែរតែតម្រង់សក់គាត់គឺខុសពីម៉ូដសក់ដែលខ្ញុំកំពុងតែបង្ហាញជូនបងប្អូននេះគឺมันអាចកាត់បានទេបាទម៉ូដសក់គឺខុសគ្នាសក់យើងមានសក់ខ្លះសក់រួញអាចកាត់ជាប្រភេទឡុងសុងជ្រងឡុងសុងបានតែសម្រាប់សក់គាត់សក់ត្រង់យើងកាត់ជាប្រភេទឡុងសុងសិតញែកខាងស្ដាំឬញែកខាងឆ្វេងបាទបងប្អូនខ្លះគាត់ឃើញគេកាត់សក់ស្អាតតម្រង់មុខតម្រង់ក្បាលរបស់គាត់សមអញ្ចឹងគាត់កាត់ទៅស្អាតណាស់អញ្ចឹងសម្រាប់បងប្អូនខ្លះគាត់ឃើញគេកាត់ម៉ូដឡុងសុងស្អាតគាត់ចង់កាត់ម៉ូដឡុងសុងតែអត់បានដូចគ្នាទេបងប្អូនណាបាទសក់មួយគឺយើងកាត់តាមតម្រង់សក់និងតម្រង់ក្បាលហើយប្រភេទសក់រួញគឺយើងអាចកាត់ម៉ូដផ្សេងបាទរួញគឺចែកចេញជា4-5ប្រភេទបាទមានសក់រួញនិងសក់កញ្ញាញអញ្ចឹងយើងមិនអាចកាត់ម៉ូដដូចគ្នាបានទេហើយសក់ពេលដែលសក់រួញហើយកញ្ញាញយើងមិនអាចកាត់ទុកវែងបានទេព្រោះតែទុកច្រើនគឺវាពិបាកមើលអញ្ចឹងណាបងប្អូនណាតែប្រភេទសក់នេះបងប្អូនតាមដានមើលបាទតើប្រភេទក្បាលនិងទម្រង់មុខបងប្អូនអាចកាត់ម៉ូដឡុងសុងនេះបានអត់បងប្អូនសក់នេះកាត់រួចស្អាតមែនទែនបងប្អូនណាហើយបើសិនជាបងប្អូនចង់កាត់សូមកុំភ្លេចបងប្អូនណាបាទកន្លែងទីតាំងកត្រៃធំយើងខ្ញុំនៅជាប់របងវត្តបង្កោះសក្រាំងតែម្ដងហើយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ដែលមានកូនចៅចង់សិក្សានៅវិជ្ជាជីវៈកាត់សក់សូមកុំភ្លេចបាទកន្លែងយើងខ្ញុំចាំទទួលចំណិចហើយកន្លែងយើងខ្ញុំក៏មានបាទកាត់ជូននៅពេលរាត្រីផងដែរសម្រាប់បងប្អូនដែលមានភារកិច្ចចាំបាច់អាចមកកាត់នៅកន្លែងយើងខ្ញុំនៅពេលរាត្រីបានបាទហើយក៏សូមអរគុណផងដែរសម្រាប់ការតាមដានវីដេអូខ្ញុំបាទសូមអរគុណ